ក្នុងវីដេអូនេះខ្ញុំសូមចែករំលែកក្បាច់មួយឈ្មោះថាវិបរិតាការនីក្បាច់នេះល្អសម្រាប់មនុស្សគ្រប់វ័យទាំងអស់ស្ត្រីក៏អាចហាត់បានបុរសក៏អាចហាត់បានក្បាច់ហ្នឹងមានតួនាទីជួយស្ដារកម្លាំងកាយកម្លាំងចិត្តឲ្យមានភាពល្អប្រសើរឡើងវិញក្រោយពីយើងធ្វើការហត់នឿយអស់កម្លាំងកាយផងអស់កម្លាំងចិត្តផងក្បាច់នេះគឺល្អណាស់ខ្ញុំសូមណែនាំឬមួយទៀតក៏ល្អសម្រាប់អ្នកដែលមានបញ្ហាវិបត្តិផ្លូវចិត្តធ្លាក់ទឹកចិត្ត stress ធុញថប់តបប្រមល់ហើយដង្ហើមខ្លីៗចិត្តរីងាយមានទុតិធិនិយមចំពោះខ្លួនឯងជាដើមក្តីសូមសាកល្បងក្បាច់នេះក្បាច់ហ្នឹងគឺបើសិនជាយើងមានខ្នើយយើងយកខ្នើយមកកល់ឆ្អឹងផាតកិរបស់យើងហើយយើងដកឆ្អឹងយើងដកខ្នើយឲ្យឃ្លាតចេញពីជញ្ជាំងហ្នឹងត្រឹមមួយប្រអប់ដៃហើយយើងសណ្ដូកជើងដូចក្នុងរូបវីដេអូហ្នឹងឯងសណ្ដូកជើងសន្ធឹងត្រង់ទៅលើតាមជញ្ជាំងតែបើសិនជាយើងមិនអាចធ្វើដូចខ្ញុំបានទេក៏មិនធ្វើដែរគ្រាន់តែព្យាយាមលើកជើងឲ្យបានខ្ពស់ជាងក្បាលខ្ញុំយកភួយដើម្បីមកកោយត្រូវឆ្អឹងក្បាលរបស់ខ្ញុំហើយខ្ញុំសេរីឆ្អឹងចង្ការបស់ខ្ញុំហ្នឹងរត់ឲ្យត្រង់ជួរតាមឆ្អឹងសន្ទះទ្រូងតាមបណ្ដោយឆ្អឹងខ្នងបាទឲ្យត្រង់ជួរគឺងាយស្រួលដល់ផ្លូវដង្ហើមធ្វើការបើសិនជាយើងបត់កញ្ចឹងកឬក៏ងាកកធ្វើឲ្យស្ទះចង្វាក់ដង្ហើមមិនងាយផ្ចង់អញ្ចឹងគឺស្រួលឆ្អឹងប្រហើយក្បាលរត់ត្រង់ជាមួយនឹងឆ្អឹងគូតហើយឆ្អឹងស្លាបប្រជៀវយើងទម្លាក់ចុះដូចក្នុងរូបវីដេអូហ្នឹងគឺយើងបន្ធូរសាច់ដុំបន្ធូរគ្រប់សន្លាក់ឆ្អឹងតូចធំទាំងអស់ហើយនឹងបន្ធូរសាច់ដុំដែលតឹងណែនគ្រប់ទីកន្លែងគឺយើងបន្ធូរទុកឲ្យភួយទុកឲ្យកម្រាមាទុកឲ្យកន្ទីឬក៏ខ្នើយជាអ្នកដោះស្រាយបញ្ហាទាំងអបាមានដែលខ្ញុំបានរៀបរាប់ខាងលើនៅពេលដែលយើងនៅក្នុងក្បាច់ហ្នឹងគឺធ្វើឲ្យយើងបានសុខស្ងប់ក្នុងផ្លូវអារម្មណ៍យើងមើលទៅដូចសាមញ្ញថាគ្រាន់តែគេងលើកជើងផ្អែកជញ្ជាំងហ្នឹងវាមានផលប្រយោជន៍អីប្រមាណទៅដល់រាងកាយនិងផ្លូវចិត្តរបស់យើងតែតាមពិតគ្រាន់តែលើកជើងបែបហ្នឹងគឺវាមានផលល្អទៅដល់ប្រព័ន្ធសរសៃប្រសាទរបស់យើងលើកជើងខ្ពស់ជាងក្បាលឈាមហូរស្រោចស្រពចង្វាក់បេះដូងរបស់យើងធ្វើការបានល្អប្រព័ន្ធដង្ហើមរបស់យើងចាប់ផ្ដើមដកដោយបានពេញលេញហើយទទួលបានអារម្មណ៍ថាសុខស្ងប់ភ្លាមនៅក្នុងពេលដែលយើងស្ថិតនៅក្នុងក្បាច់ជាដំបូងយើងអាចរៀនដកដង្ហើមឲ្យបានវែងការដកដង្ហើមឲ្យបានវែងទាំងការដកចូលទាំងការដកចេញគឺជួយកាត់បន្ថយចង្វាក់បេះដូងលូតញាប់ដែលជួយយើងពេលដែលយើងដកដង្ហើមវែងមួយទាំងចូលទាំងចេញគឺជួយឲ្យបន្ធូរអារម្មណ៍និងកាត់បន្ថយការថប់បារម្ភនិងភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាពផលប្រយោជន៍បន្ទាប់ទៀតគឺជួយឲ្យយើងនឹងកាត់បន្ថយការតឹងសរសៃពួរជើងនៅផ្នែកខាងក្រោយផ្លូវតាមទំពួនជើងវាល្អសម្រាប់អ្នកដែលដើរផ្លូវឆ្ងាយអង្គុយធ្វើការរយៈពេលយូរតែងតែចុកជើងឬក៏ចុកឆ្អឹងតគិជាដើមតែពេលដែលយើងសណ្ដូកជើងបែបនេះជញ្ជាំងជួយតម្រង់ឆ្អឹងសន្លាក់ជង្គង់របស់យើងហើយនឹងជួយបន្តឹងសរសៃពួរជើងរបស់យើងឲ្យបានវែងពេលដែលជួយសន្ធឹងបែបហ្នឹងវាជួយកាត់បន្ថយភាពចុករួយនៅតាមបណ្ដោយជើងយើងហ្នឹងហើយអារម្មណ៍មួយទៀតពេលដែលយើងលើកជើងខ្ពស់ជាងក្បាលបែបនេះពេលនោះទទួលបានព័ត៌មានថាជើងយើងតឹងហើយឈាមរបស់យើងនឹងរត់ចុះពីបាតជើងធ្លាក់មកឆ្អឹងល្អាងតគិរុញមក
ដងកាយរបស់យើងហើយធ្វើឲ្យដង្ហើមរបស់យើងចង្វាក់បេះដូងរបស់យើងក៏មានព័ត៌មានមួយថាយើងទទួលបានធម៌ពលល្អពីការគេងហើយអង្កេតមើលរាងកាយបែបនេះក្រៅតែពីជួយសម្រួលដល់ឆ្អឹងសរសៃឆ្អឹងជើងនិងសរសៃពួរជើងគឺជួយកាត់បន្ថយដល់ការឈឺចាប់ឬក៏ចុករុយផ្នែកឆ្អឹងខ្នងផ្នែកចង្កេះផងដែរការសណ្ដូកជើងត្រង់ទម្លាក់ចង្កេះបែបនេះគឺជួយឲ្យចង្កេះរបស់យើងត្រង់ជួរធ្វើឲ្យឆ្អឹងចង្កេះឡាំបាធូរសាយcervical របស់យើងនឹងត្រង់ហើយជួយសម្រាកពីធ្វើឲ្យសរសៃប្រសាទតាមបណ្ដោយឆ្អឹងខ្នងរបស់យើងមានប្រក្រតីហើយទទួលបានអារម្មណ៍សុខស្រួលក្នុងរាងកាយហើយក្រៅតែពីនេះគឺអាចជួយដល់ប្រព័ន្ធរំលាយអាហារបើសិនជាបញ្ហាកាពះពោះវៀនយើងខ្សោយយើងអាចធ្វើក្បាច់នេះទៅគឺជួយកាពះពោះវៀនរបស់យើងបានល្អដែរពេលដែលកាពះពោះវៀនរបស់យើងខ្សោយធ្វើឲ្យចិត្តរបស់យើងរៀងមិនស្ងប់កាលណាដែលយើងចូលទៅក្នុងក្បាច់ហ្នឹងជួយដោះស្រាយកាពះពោះវៀនហើយកាពះពោះវៀនទទួលបានការព្យាបាលដោយធម្មជាតិហើយវាមានផលជះទៅដល់ខួរក្បាលធ្វើឲ្យខួរក្បាលទទួលបានសេចក្តីសុខស្ងប់មិនរីងផងដែរហើយពិសេសទៀតគឺណែនាំចំពោះអ្នកដែលឧស្សាហ៍ឈឺក្បាលវិលមុខឈឺក្បាលវិលមុខឬក៏ឈឺក្បាលប្រកាំងអីឧស្សាហ៍ធ្វើក្បាច់ហ្នឹងមួយថ្ងៃ10នាទីទៅ5ដល់10នាទីហើយពេលដែលធ្វើក្បាច់ហ្នឹងទៅឧស្សាហ៍អង្កេតមើលរំហូរដង្ហើមឬក៏លំហូរឈាមដែលរត់ត្រឡប់ទៅកាន់បេះដូងនឹងមានយើងអាចដឹងពីចលនានៅព័ត៌មាននៅក្នុងខ្លួនរបស់យើងបានច្រើននៅលើនៅក្នុងដើមទ្រូងនៅលើក្បាលពោះជាដើមយើងផ្ដោតយើងខ្ចង់ទៅនៅទីនោះដើម្បីឃុំក្រងសតិស្មារតីរបស់យើងឲ្យនៅក្នុងរាងកាយរបស់យើងបាទនៅពេលដែលយើងស្ថិតនៅក្នុងក្បាច់ហ្នឹងទីមួយគឺអប់រំចិត្តកុំឲ្យចិត្តរីមាយគិតការអ្វីក្រៅដតីក្រៅតែពីដង្ហើមក្រៅតែពីឆ្អឹងក្រៅតែពីសាច់ដុំក្រៅតែពីធម៌ពលក្រៅតែពីដំណើរឈាមដំណើរខ្យល់ធ្វើការនៅក្នុងខ្លួនយើងទាញចិត្តប្រមូលស្មារតីមកដឹងព័ត៌មានបែបហ្នឹងបងប្អូនអាចធ្វើក្បាច់ហ្នឹងពី10នាទីទៅ5-10នាទីបន្ទាប់ពីយើងធ្វើក្បាច់ហ្នឹងហើយយើងអាចគេងបត់ស្ដាំសម្រាប់រាងកាយបន្តិចនៅក្នុងគណៈពេលដែលយើងគេងបត់ស្ដាំសូមបងប្អូនពិនិត្យនិងពិចារណាអំពីបរិមាណខ្យល់ដង្ហើមត្រូវដឹងខ្លួនឯងថាពេលដកដង្ហើមចូលហ្នឹងមានអារម្មណ៍យ៉ាងម៉េចពេលដែលដកដង្ហើមចេញហ្នឹងមានអារម្មណ៍យ៉ាងម៉េចពិនិត្យបរិមាណខ្យល់ដង្ហើមហើយនឹងពិនិត្យគុណភាពខ្យល់ដង្ហើមពេលដែលដកចូលយើងមានអារម្មណ៍យ៉ាងម៉េចពេលដែលដកដង្ហើមចេញយើងមានអារម្មណ៍យ៉ាងម៉េចហើយយើងមិនបាច់វិនិច្ឆ័យអារម្មណ៍នោះទេយើងគ្រាន់តែដឹងថាបរិមាណខ្យល់ដង្ហើមនិងគុណភាពខ្យល់ដង្ហើមក្រោយតែពីសម្រាប់គេងបត់ស្ដាំយើងអាចក្រោកមកអង្គុយបែបតាំងសមាធិរយៈពេលខ្លីមួយសម្រួលលំហូរឈាមរបស់យើងសម្រួលរាងកាយសម្រួលសាច់ដុំវិញបងប្អូនពេនភ្នែនអង្គុយលើខ្នើយខ្នងពិតទៅជញ្ជាំងដាក់ប្រអប់ដៃនៅលើក្បាលជង្គង់ហើយតម្រង់ឆ្អឹងខ្នងរបស់យើងឲ្យត្រង់តាមជញ្ជាំងក្បាលមិនងើយពេកចង្កាមិនទម្លាក់ពេកពេលដែលយើងអង្គុយបែបហ្នឹងគឺយើងផ្ចង់មកប្រតិកម្មធម៌ពលនៅក្នុងដើមទ្រូងឬក៏អាចពិចារណាពីសាច់ដុំនៅក្នុងរាងកាយអាចពិចារណាអំពីចង្វាក់ដង្ហើមអាចយកដៃស្ដាំគ្របដើមទ្រូងដៃឆ្វេងគ្របក្បាលពោះហើយបញ្ជូនចិត្តចូលទៅក្នុងលអាងទ្រូងតាមដឹងថាតើពេលដែលដកដង្ហើមចូលក្បាលពោះប៉ោងឡើងដើមទ្រូងប៉ោងឡើងឬថត់ចុះអង្កេតបែបហ្នឹងតាមដឹងបែបហ្នឹងដកដង្ហើមចូលដកដង្ហើមចេញពេលដែលដើមទ្រូងប៉ោងឡើងពេលដែលក្បាលពោះប៉ោងឡើងពេលដែលដើមទ្រូងថត់ចុះពេលដែលក្បាលពោះថត់ចុះគឺយើងតាមដឹងឲ្យទាន់យើងរៀនលំហាត់បែបហ្នឹងតិចដើម្បីជួយស្ដារកម្លាំងកាយកម្លាំងចិត្តយើងបាទ
សូមអរគុណសូមមានសុខ